សារសម្រាប់ផលិតផលរបស់ប្រទេសជប៉ុនក្នុងទីផ្សាររបស់ចិនទៀតនេះទោះបីជាផលិតផលរបស់ជប៉ុនអាចឆ្លងកាត់នីតិវិធីនាំចូលទាំងអស់ក៏ពួកគេនៅតែមិនអាចលក់ដាច់ឡើយដោយសារតែការពហិការដ៏ខ្លាំងសម្បើមពីសំណាក់ប្រជាជនចិនដែលជាការឆ្លើយតបទៅកាន់លោកស្រីសណៃតកៃជីជាមួយគ្នានេះចិនប្រើប្រាស់ឃ្លាទាំងនេះដើម្បីផ្ដល់ភាពស្របច្បាប់ដល់សកម្មភាពសងសឹករបស់ខ្លួនរដ្ឋាភិបាលចិនអះអាងថាការដឹកនាំកម្មនេះមិនមែនជាការសម្រេចចិត្តរបស់រដ្ឋាភិបាលសិក្សាទេប៉ុន្តែជាការឆ្លើយតបទៅនឹងឆន្ទៈរបស់មហាជនដែលខឹងសម្បាទៅនឹងជប៉ុនដំណើរគ្នានេះ CNN ជាការសរសេរស្រីតាក់ទងទៅនឹងជំនួយដែនកោះតៃវ៉ាន់នេះជាស្ត្រីមេដឹកនាំដំបូងរបស់ជប៉ុនម្នាក់បានអះអាងជាសាធារណៈថាប្រសិនបើចិនប្រើប្រាស់កងកម្លាំងយោធាប្រឆាំងតៃវ៉ាន់វានឹងបង្កើតជាស្ថានភាពគំរាមកំហែងដល់ការរស់នៅជីវិតសម្រាប់ប្រជាជនជប៉ុនដែលអាចបង្ហាញពីភាពត្រឹមត្រូវនៃអន្តរាគមយោធាដល់ទីក្រុងតូក្យូសេចក្តីថ្លែងការណ៍នេះបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមរបស់ចិនយ៉ាងខ្លាំងលើតៃវ៉ាន់ដែលខ្លួនចាត់ទុកជាបញ្ហាស្នូលនៃអធិបតេយ្យភាពនិងមរណភាពទឹកដីដែលមិនអាចចរចាបានតែភ្ជាប់ទៅនឹងការរស់រានមានជីវិតឡើងវិញរបស់ជាតិទីក្រុងប៉េកាំងចាត់ទុកការអធិបតេយ្យរបស់លោកស្រីសណៃតកៃជីជាបញ្ហាប្រឈមបន្តចំពោះអំណាចនិងមហិច្ឆតាក្នុងតំបន់របស់ខ្លួនតែបង្ហាញពីឆន្ទៈដែលអាចកើតមានរបស់ជប៉ុនក្នុងការប្រឈមមុខជាមួយចិនដោយសារយោធាលើតៃវ៉ាន់ក៏ប្រកបជាបំផុតនៃកំហឹងរបស់ចិនគឺថាសេចក្តីថ្លែងការណ៍របស់លោកស្រីសណៃតកៃជីបានបង្ហាញពីសម្ព័ន្ធភាពកាន់តែខ្លាំងឡើងរបស់ជប៉ុនជាមួយជំហរការពារជាតិរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅអាស៊ីដែលជាការផ្លាស់ប្ដូរពីសន្តិភាពនិយមក្រោយសង្គ្រាមលើកទី2ដែលមានអំណាចកាន់តែខ្លាំងឡើងក្នុងចំនួនដែនកោះតៃវ៉ាន់បន្តពីនេះចិនតាមប្រធានាធិបតីលោកស៊ីជីនពីងកំពុងពិចារណាពីលើជប៉ុនក្នុងការដាក់សម្ពាធនយោបាយការទូតដោយកាសែត Asia Nikkei កាលពីថ្ងៃទី20វិច្ឆិកា2025បានល្បិតថាលោកស៊ីស្ទាក់ស្ទើរក្នុងការប្រើប្រាស់ដាវមុខពីរនៃបាតុកម្មប្រឆាំងជប៉ុនទី1នោះគឺការដាក់សម្ពាធទៅលើជប៉ុនដោយការកងកម្លាំងរបស់មហាជនដើម្បីធ្វើពហិការទំនិញជប៉ុននិងបង្ខំរដ្ឋាភិបាលជប៉ុនឲ្យផ្លាស់ប្ដូរគោលចំហទៅលើដែនកោះសមុទ្រតៃវ៉ាន់ទី2វិញគឺបាត់បង់ការគ្រប់គ្រងដោយបាតុកម្មអាចនឹងរីកធំធាត់ហួសពីការប្រឆាំងជប៉ុនហើយងាកមករិះគន់រដ្ឋាភិបាលចិនគឺអំពីបញ្ហាក្នុងស្រុកឬការគ្រប់គ្រងរបស់បកទោះបីជាគណៈបកកុម្មុយនីសចិនតែងតែប្រើប្រាស់ជាតិនិយមជាឧបករណ៍មួយដើម្បីពង្រឹងអំណាចក៏ដោយក៏ពួកគេមានការភ័យខ្លាចជាខ្លាំងចំពោះការប្រមូលផ្ដុំមហាជនដែលមិនអាចស្មានត្រូវនៃការពឹងទុកបច្ចុប្បន្ននេះចិនហាក់ដូចជាកំពុងជ្រើសរើសយកវិធីសាស្ត្រកណ្ដាលដោយប្រើប្រាស់សម្ពាធរបស់រដ្ឋតាមរយៈការគម្រាមកំហែងសេដ្ឋកិច្ចនិងការធ្វើពហិការដែលដឹកនាំដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាមួយការទប់ស្កាត់ការប្រមូលផ្ដុំធំដោយមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំបាតុកម្មទ្រង់ទ្រាយធំនៅតាមទីសាធារណៈដែលអាចបង្កហានិភ័យដល់ការគ្រប់គ្រងរបស់គណៈបកកុម្មុយនីសចិនតើការប្រកាសជប៉ុនប្រឆាំងការឈ្លានពានតៃវ៉ាន់អាចទប់ស្កាត់មហិច្ឆតារបស់ចិនបានដែរឬទេហើយដោយបានជាលោកស្រីសណៃតកៃឈីមិនស្ទាក់ស្ទើរក្នុងការប្រកាសប្រឆាំងជាមួយចិនផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីអរិយាជំរាបសួរពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែល
ឆ្នេះទេមេក្រុងស្រីនឹងស្លាប់បាត់បង់ជីវិតមេក្រុងស្រីនៅក្មេងនៅឡើយគាត់ក៏ខ្លាចដែរព្រាមនោះនាងក៏ដកកម្មបន្តីមួយប្រគល់ឲ្យកំឡោះនោះឆ្កេះយកគ្រាប់កាំភ្លើងចេញសំណាងល្អកំឡោះនោះធ្លាប់ជាគិលានុបដ្ឋនិមន្តចេះធ្វើការវះកាត់បន្តិចបន្តួចកំឡោះនោះបានឆ្កេះយកគ្រាប់កាំភ្លើងចេញដោយប្រុងប្រយ័ត្នបំផុតកំឡោះនោះទើបតែព្យាបាលរបួសឲ្យមេក្រុងស្រីរួចបរោះបានទៅពេលសង្ហា2នាក់ក៏ដើរចូលមកចាប់យកកម្មបន្តីដើម្បីកាត់មេក្រុងស្រីទៀតមេក្រុងស្រីក៏ចាប់ចិត្តស្រឡាញ់កំឡោះនោះយ៉ាងខ្លាំងពេកមេក្រុងស្រីសម្រេចចិត្តថាត្រូវតែយកកំឡោះនោះធ្វើជាគូសែនលៀនតាមពិតទៅបរោះបានទៅពេលទាំងពីរនាក់នេះគ្រាន់តែជាអង្គរៈរបស់មេក្រុងស្រីប៉ុណ្ណោះនាងក៏ប្រាប់ឲ្យដឹងថាកំឡោះនោះគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតរបស់បរោះបានទៅពេលទាំងពីរក៏លុតជង្គង់សុំទោសនិងអបអរសុំគ្នាដែរបន្ទាប់មកមេក្រុងស្រីនិងកំឡោះនោះក៏ចាប់ដើមណែនាំខ្លួនទៅវិញទៅមកសួស្តីខ្ញុំឈ្មោះឡុងឈីគ្រាន់តែលើឈ្មោះកំឡោះនោះក៏មានដកស្លុតនេះឡុងឈីនេះគឺជាមេក្រុងស្ត្រីដ៏កាចសាហាវបំផុតស្លាប់ក្នុងគតិនៅហៃឆេងគ្មាននរណាហ៊ានប៉ះពាល់ទេប៉ុន្តែយ៉ាងណាក៏ដោយដោយសារយុវជននេះបានជួយជីវិតឡុងឈីក៏ជាមនុស្សស្រីក៏បានជាឲ្យពួកគេយកឡុងនេះតម្លៃដល់តែគាត់គ្រាន់តែបានជួយបន្តដល់គាត់ឡុងឈីគិតថាយុវជនចាប់អារម្មណ៍នឹងមនុស្សស្រីស្អាតនេះក៏បានរៀបចំឲ្យនារីស្រស់ស្អាតជាច្រើនអ្នកចូលមកទោះបីយុវជនចាប់អារម្មណ៍ខ្លាំងក៏គាត់ទៅទៀតដែរគាត់បានតែកំហុសខាងខ្លួនមិនចង់បានអ្វីទាំងអស់បើអញ្ចឹងឡុងឈីគ្មានជំរឿនអ្វីក្រៅពីខ្វាយខ្លួននាងតទេឲ្យយុវជនរៀបការជាមួយឡុងឈីធ្វើជាប្រពន្ធបើមិនដូច្នោះទេនាងនឹងសម្លាប់យុវជននេះយុវជនភ័យខ្លាចរហូតដួលលើសាឡុងបន្ទាប់មកអក្សរទំពេក2នាក់ក៏ត្រៀមខ្លួនពីយុវជនអស់សង្ឃឹមក៏យករងទាំងទឹកភ្នែករៀបការជាមួយឡុងឈីធ្វើជាប្រពន្ធល្អណាស់អ្នកទាំងពីរចេញទៅយាមនៅវត្តទ្វារយប់នេះខ្ញុំនឹងចូលរោងការហើយថ្ងៃបន្ទាប់យុវជនភ្ញាក់ពីដំណេកកូនចៅរបស់ឡុងឈីបានរៀបចំអាហារពេលព្រឹកឈរគាត់ជុំវិញគ្រែស្រីថ្លៃលោកស្រីឡុងឈីសូមអញ្ជើញពិសាអាហារអ្វីវិញត្រូវបានព្រះកនិតធ្វើឲ្យគេព្រឺសម្បត្តិផ្ញើមិនបានបរិភោគអាហារពេលព្រឹកសោះក៏ប្រញាប់ក្រោមឡើងរត់គេខ្លួនបន្ទាប់ពីឡុងឈីចូលមកដល់គាត់ក៏បានបញ្ជាឲ្យព្រះកនិតធ្វើថាបរិវេកវិញនោះនៅទីណាព្រាមនឹងយកថ្លៃបណ្ណាការ10,000លានទៅចូលស្ដីដណ្ដឹងចំណែកបរិវេកវិញនេះមានកូនស្រីខ្លះម្នាក់ឃើញបងមិនបានត្រឡប់មកផ្ទះវិញពេញទីស្រីគួរបានកាត់ថាបានស្នាមស្នេហ៍ស្នាមមាត់នៅលើកញ្ចក់របស់បរិវេកវិញនោះក៏បានគាត់ទៅស្នាមមុខតាមតែតែមើលជនបៀដោះស្រាយយុវជននោះទៅជនបៀចូលមកក៏យកបញ្ជីថ្លៃឈ្នួលឲ្យក្នុងក្រុមបាច់ក្នុងបញ្ជីថ្លៃទៅឲ្យយុវជននោះយកលុយចេញមកបង់ថ្លៃទាំងនេះយុវជននោះបានបង់ថ្លៃទាំងនេះឲ្យម្ចាស់ផ្ទះរួចហើយថែមទាំងល្ងងយកពីគេបន្តមកឲ្យជនបៀមើលគេប៉ុន្តែជនបៀបែរជាថានោះគឺបង់ឲ្យខាងលើស្រុកច្បាប់ទេតែជនបៀខាងលើមកជារឿងផ្សេងគ្នាព្រមមានយុវជននោះថាបង់នោះថ្ងៃនេះគឺឲ្យហាងរបស់យុវជននោះបិទទ្វារយុវជននោះត្រូវបង្ខំចិត្តដកលុយពី300ប្រគល់ឲ្យជនបៀលុយប៉ុណ្ណឹងជនបៀមើលមិនឃើញទេឃើញថាយុវជននោះគ្មានលុយបង់ជនបៀបែរជាចាប់ដើមគិតគូរលើកូនស្រីទៅវិញព្រាមនោះក៏ឲ្យកូនចៅ2នាក់ឡើងទៅចាប់កូនស្រីឲ្យជាប់ម៉េងអញតាមបានខាងឯងយូរហើយខាងរបស់ឯងដឹងច្បាស់ដូចបាតដៃលោកចង់បានប៉ុន្មានខ្ញុំនឹងឲ្យតែលោកលេងអូនស្រីខ្ញុំទៅប្រើចម្រាស់ស្ក្រាប់យ៉ាសកាល្អប៉ុណ្ណឹងហើយចុះមកបន្ថែមជាមួយនឹងប្រេងយ៉ាសកាទៀតតើល្អប៉ុណ្ណាទៅព្រោះស្ក្រាប់យ៉ាសកាបងអូនអាចយកទៅលាយជាមួយនឹងប្រេងយ៉ាសកាបាននៅពេលដែលបងអូនធ្វើការលាយជាមួយនឹងពេលមុខនឹងចូលគ្នាធ្វើឲ្យការប្រើប្រាស់បងអូនធ្វើការប្រើប្រាស់ជាមួយស្ក្រាប់មួយកំប៉ុងអារម៉ាស្ក្រាប់របស់យើងកើនឡើងសឹកទៅថា2ទៅ3កំប៉ុងហើយយើងធ្វើការប្រើប្រាស់គឺចំណេញលុយខ្លាំងមែនតើមេឃខ្លងម្នាក់នេះរូបរាងក៏ស្អាតបាត់ដែរនិយាយតាមត្រង់ខ្ញុំមិនទាន់តែសាឡបងអ្នកខ្លងទេឲ្យខ្ញុំចេញទៅពិចារណាគាត់និយាយអីស្ត្រីម្នាក់នោះជាប្អូនស្រីរបស់គេបាត់បង7នោះមេងពិតជាស្រែកថាលែងប្អូនស្រីខ្ញុំទៅមេងប្រុសឯងរស់លែងចំនោះហើយមែនទេមានប៉ះពាល់មនុស្សប្រុសរបស់ខ្ញុំទៅឈប់លែងប្អូនស្រីខ្ញុំទៅខ្ញុំនឹងប្រយុទ្ធជាមួយឯងម៉ៃវីខ្ញុំចេះចេញឯងហ៊ានវាចាប់វាឲ្យជាប់អញនឹងធ្វើឲ្យវាខូចខាតនៅថ្ងៃនេះឈៀនកុំខ្វល់ពីខ្ញុំឯងរត់ឲ្យលឿនទៅថ្ងៃនេះខ្ញុំទៅណាអត់រួចទេខ្ញុំប្រាប់ឯងថ្ងៃនេះអញនឹងធ្វើឲ្យឯងខូចខាតមុនរួចចាប់រំលងវាហ៊ានប៉ះពាល់មនុស្សប្រុសរកមកមែនកូនកាក់សំណនណាហ៊ានប៉ះពាល់ឯងអញជារងជីប្រធានសភាពាណិជ្ជកម្មរងសឹងឲ្យឯងក្រអឹកក្រទុំមែនអនុញ្ញាតឲ្យអ្នកធ្វើបាបបរោះចំណាស់អ្នកជាប្រពន្ធចុងរបស់ខ្ញុំនឹងខ្ញុំគឺជាហូវៃប្រធានសភាពាណិជ្ជកម្មក្រុមខ្លាចអ្នកហ៊ានវាខ្ញុំអ្នកនឹងស្លាប់មិនខានទេអូនប្រុសរបស់ហូវៃគឺហ៊ូម៉ាំងខ្ញុំក៏ហ៊ានសម្លាប់ដែរចុងទម្រាំតែវាអាក់ទួយដូចជាឯងអាខ្មៅបាក់ជើងវាទៅ
អ្នកចង់ធ្វើអីអ្នកកុំមកចិត្តខ្ញុំអាហោះអាទី7អ្នកបំបាក់ជើងវានឹងមកសងសឹកខ្ញុំហើយក្រោយមកខ្ញុំរកស៊ីយ៉ាងមិនកើតទៅឬក៏យើងដោះលែងវាទៅធឹមសម្លាញ់អូននិយាយត្រូវហើយមិនក៏បងគិតមិនដល់ទៅវិញបើមិនអាចបំបាក់ជើងវាបានទេហាខ្ញុំដឹងថាឯងមិនហ៊ានធ្វើអីខ្ញុំទេអញ្ចឹងសម្លាប់វាទៅស្អីគេអាខ្មៅដាក់វាជុំក្នុងបោកទៅចងភ្ជាប់នឹងថ្មបញ្ចប់រឿងទីទៅទីស៊ីអ្នកមិនអាចសម្លាប់ខ្ញុំបានទេទៅ CAA ខ្ញុំគឺឡៅជីដែលនឹងត្រឡប់ទៅវិញនៅខែឧសភាបញ្ជាលោកប្រធានទូយើងជាពលរដ្ឋធម្មតាសូមអបអរលោកមេត្តាលើកលែងឲ្យពួកយើងផងខ្ញុំមានគូចរឆាងជួយអ្នកទុច្ចរិតម្នាក់កាត់ដៃម្នាក់កាត់ស្រាបោះពួកគេចុះទៅអូនលោកម្ចាស់កុំសម្លាប់ខ្ញុំជីវិតចាស់អ្នកគឺជាប្អូនស្រីរបស់លោកនេះខ្ញុំគឺលោកឈីអ្នកអាចហៅខ្ញុំថាសោះស្រី